បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅថ្ងៃនេះខ្ញុំបាទតាចប៉ីកូនអ្នកចំការបាទសូមនាំយកនៅឱសថបុរាណខ្មែរយើងដែលជាឱសថសម្រាប់ព្យាបាលជំងឺដូចជាជំងឺប្រមេះទឹកបាយជំងឺគ្រោះក្នុងតម្រងនោមជំងឺស្វាយនិងទៀមឡាព្រមទាំងជំងឺទឹកនោមឆ្អេះខ្លាំងឬក៏ស្អុយបងប្អូនមានបងប្អូនមួយចំនួនទឹកនោមគាត់មិនត្រឹមឆ្អែតទៅវិវត្តទៅជាក្លិនស្អុយតែម្ដងបងប្អូនណាពេលដែលគាត់នោមក្នុងផ្ទះចឹងស្អុយពេញផ្ទះបាទអាហ្នឹងមិនមែនឆ្អែតទៅជាស្អុយចឹងឱសថនេះអាចជាបាលជំងឺទឹកនោមឆ្អែតខ្លាំងឬស្អុយម៉េះទឹកបាយគ្រោះក្នុងតម្រងនោមហើយនឹងកើតស្វាយបងប្អូនស្វាយក្រាប់ស្វាយអីក៏ដោយអញ្ចឹងរួមសរុបមកថ្នាំនេះមានចំនួន12មុខបងប្អូនសំខាន់12មុខចឹងមុននឹងប្រាប់ពុកម៉ែបងប្អូនអំពីមុខថ្នាំនីមួយៗខ្ញុំបាទតាចប៉ីសូមពុកម៉ែបងប្អូនណាដែលមិនទាន់បានជួយចុច follow លើ page ខ្ញុំបាទសូមបងប្អូនជួយចុចម្នាក់មួយដើម្បីលើកទឹកចិត្តនិងជួយអភិរក្សពុកម៉ែបងប្អូននៅវប្បធម៌ដូនតារបស់ខ្មែរយើងផ្នែកខាងឱសថបុរាណហើយបងប្អូនណាដែលបានចុច follow រួចហើយជួយ share ចែកគ្នាពុកម៉ែបងប្អូនណាយើងស្មើនឹងយើងចូលរួមអភិរក្សទាំងអស់គ្នាបាទអញ្ចឹងយើងមកស្គាល់ថ្នាំទាំង12មុខពុកម៉ែបងប្អូនតើមានមុខអ្វីខ្លះដែលអាចព្យាបាលតាំងពីប្រមេះទឹកបាយផងកើតស្វាយផងគ្រោះក្នុងតម្រងនោមផងហើយនឹងទឹកនោមឆ្អេះខ្លាំងស្អុយខ្លាំងហ្នឹងតោះឥឡូវយើងមកស្គាល់មុខថ្នាំទាំងអស់ពុកម៉ែបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនយកចិត្តទុកដាក់សង្កេតតាមដានណាបាទឥឡូវយើងទៅតែម្ដងពុកម៉ែបងប្អូនអញ្ចឹងយើងយកពីនេះទៅមុនហ្នឹងខ្ញុំច្អល់ទេណាចឹងនេះមុខទី1នេះពុកម៉ែបងប្អូនគឺស្លឹកតបែកបាទត្រួយតបែកយើងហ្នឹងបាទត្រួយតបែកយើងហូបផ្លែធម្មតាហ្នឹងអញ្ចឹងយើងយកប្រមាណប៉ុណ្ណឹងពុកម៉ែបងប្អូនណាបាទអាហ្នឹងទី1ត្រួយតបែកបាទរីឯទី2នេះគឺជាស្មៅជើងក្រាស់ពុកម៉ែបងប្អូនណាស្មៅជើងក្រាស់ស្មៅជើងក្រាស់ទី2ទី3នេះគឺបន្លាប្រក្លបពុកម៉ែបងប្អូនអ្នកខ្លះហៅបន្លាប្រក្រាបណាបាទទី3បន្លាប្រក្លបរីឯទី4បាទស្លឹកអាស័យព្រៃពុកម៉ែបងប្អូនស្លឹកអាស័យព្រៃហើយចំពោះស្លឹកអាស័យនេះពុកម៉ែបងប្អូនបើអត់មានអាស័យព្រៃទេយើងអាចប្រើអាស័យស្រុកអាស័យទៅពាំងផ្អែមឬក៏ស្លឹកពីងពងស្លឹកអាស័យព្រិចអីក៏បានដែរណាបាទមើលភ្លេចមើល1 2 3បាន4ដល់អាស័យហើយបាទរីឯទី5នេះគឺមើមទៅពាំងបាយជូរព្រៃពុកម៉ែបងប្អូនឬយើងហៅថារឹសក៏បានដែររឹសទៅពាំងបាយជូរព្រៃឬមើមទៅពាំងបាយជូរព្រៃតែពុកម៉ែបងប្អូនបើរੂជីកមិនបានយើងយកតែដើមវាមកក៏បានដែរណាកាប់ដើមនៅលើទៅយើងពិបាកជីកយកដើមទៅពាំងបាយជូរនោះក៏បានដែរបាទយើងបាន5មុខណាមើល1 2 3 4 5ហើយ5ហើយទី6នេះគឺក្តិលម្នាស់ពុកម៉ែបងប្អូនតាមពិតគេជីកយកគល់ម្នាស់គល់នៃដើមម្នាស់ទេប៉ុន្តែបើយើងអត់មានយើងយកក្បាលម្នាស់នឹងក៏បានដែរហើយយើងបកអាធៀងសតបនេះចេញអស់ទៅវានៅសល់អាសាច់ខាងក្នុងវាសាច់ខាងក្នុងនោះវាដាំរស់ដូចតែដើមទេអញ្ចឹងបានថាគេជួយយកជំនួសបានណាបាទយើងបកអាស្ទប់នេះចេញអស់វានៅសល់សាច់ខាងក្នុងវាប្រហែលជាប៉ុនមេជើងបាទទីប្រមាណទៀតដែរ1 2 3 4 5 6 6ហើយទី7គឺដើមអណ្ដាតគោបងប្អូននេះដើមអណ្ដាតគោបាទដើមអណ្ដាតគោបងប្អូននេះអាផ្លែវាទាក់ដៃហូតមកមុតដៃណាបាទទីប្រមាណទៀតហើយ3 4 5 6 7ទី8វល្លិតពុកម៉ែបងប្អូននេះគឺវល្លិតហ្នឹងបើក្នុងក្បួនក៏ឲ្យយកតដិតក្រហមតែបើយើងរកមិនបានក៏ឲ្យប្រើតដិតសនោះក៏បានដែរបាទបន្ទាប់មកទៀតគឺស្លឹកគ្រៃក្រហមពុកម៉ែបងប្អូនណាយើងហៅលក្រីគ្រឿងជាក៏បានដើមវាពណ៌ស្វាយពុកម៉ែបងប្អូនណាតែបើយើងរកមិនបានយើងប្រើស្លឹកគ្រៃធម្មតាយើងនឹងក៏បានដែរបាទបន្ទាប់មកទៀតគឺពីប៉ោះស្រោមពុកម៉ែបងប្អូននេះបងប្អូនឃើញនេះគេហៅពីប៉ោះស្រោមមើលផ្លែវាទៅនេះឃើញទេពីប៉ោះស្រោមបាទបន្ទាប់មកពីប៉ោះស្រោមគឺក្តោថ្នោតឈ្មោលបងប្អូននេះខ្ញុំហាលស្ងួតឲ្យស្រេចណាបាទក្តោថ្នោតឈ្មោលបន្ទាប់មកទៀតគឺក្តោរំជែកតែនេះខ្ញុំច្រាំហាលហើយបងប្អូនក្តោរំជែកណាអញ្ចឹងរួមសរុបទាំងអស់វាមាន12មុខបងប្អូនណាយើងចាប់ក្នុងមួយមុខមួយចុកឲ្យស្មើគ្នាទៅឧទាហរណ៍ថានេះក្តោថ្នោតដែរគេខ្ញុំចាប់មកស្មានតម្រូវមួយឆ្នាំងរហូតណាអញ្ចឹងខ្ញុំចាប់ក្តោថ្នោតប៉ុណ្ណឹងបាទបងប្អូនមើលទៅបាទគឺមួយក្តាប់ប៉ុណ្ណឹងហើយអញ្ចឹងក្តោរំជែកនេះក៏មួយក្តាប់តែស្លឹកតបែកដាក់ច្រើនដល់មួយក្តាប់ទៅអាចចត់យើងបេះតែ3ត្រួយបានហើយស្លឹកតបែកណាបាទរីឯស្មៅជើងក្រាស់យើងចាប់មួយក្តាប់តែកាត់យកត្រឹមគល់តំណេះនេះត្រឹមមេដៃយើងធ្វើគវិឲ្យបងប្អូនមើលហ្នឹងមិនយកដល់ស្លឹកវិញទេយើងយកត្រឹមហ្នឹងនេះឃើញកាត់យកត្រឹមដៃយើងយកមក
ក្តាប់ដែរបលាបក្លោកក៏ច្រាំស្ងួតរួយក៏មកក្តាប់លកសីនេះក៏មកក្តាប់បាទមើមទៅពាំងបាយជូរក៏មកក្តាប់ក្តម្នាស់នេះក្តិលម្នាស់នេះក៏មកក្តាប់បាទស្លឹកនេះក៏មកក្តាប់អានេះក៏មកក្តាប់សរុបទៅមកក្តាប់ទាំងអស់បងប្អូនណាតែយើងហាលឲ្យស្ងួតទាំងអស់បងប្អូនសូមបញ្ជាក់ថាយើងហាលឲ្យស្ងួតគ្រប់មុខរួចហើយយើងយកមកដាក់ដាំទឹកហូបពុកម៉ែបងប្អូនអ្នកកើតជំងឺប្រមេះទឹកបាយគ្រោះក្នុងកម្រងនោមកើតស្វាយបាទទឹកនោមឆ្អេះខ្លាំងអីធានាជូនពុកម៉ែបងប្អូនផឹកតែ3ឆ្នាំថាអស់ច្រើនណា7ឆ្នាំបុរាណលោកកំណត់យក7ជាធំមិនអោយរើពី7ឆ្នាំរួចទេគឺជាតែម្ដងទាំងស្វាយទាំងប្រមេះទឹកបាយគ្រោះក្នុងតម្រងនោមឆ្អេះខ្លាំងនោមឆ្អេះខ្លាំងនោមស្អុយនឹងជាទាំងអស់ពុកម៉ែបងប្អូនណាជាទាំងអស់តែម្ដងចឹងហើយបានសូមពុកម៉ែបងប្អូនបានឃើញវីដេអូថ្នាំល្អៗដែលជាឱសថបុរាណខ្មែរយើងដែលដូនតាលោកបន្សល់ទុកឲ្យនេះដែលជាគេអករបស់លោកបន្សល់ទុកអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយចុច share ចែកគ្នាដឹងពុកម៉ែបងប្អូនណាបាទកុំឲ្យបាត់បង់ឲ្យនៅគ្នាស្ដាយក្រោយអស់ពីចាស់ទៅលេខចេះឆ្នាំអស់អញ្ចឹងហើយបានខ្ញុំព្យាយាមយកមកចាក់ផ្សាយជូនពុកម៉ែបងប្អូនណាកុំឲ្យអត់ពីខ្ញុំទៅឆ្នាំនឹងវាបាត់បង់អញ្ចឹងហើយខ្ញុំក៏យកមកផ្សព្វផ្សាយជូនពុកម៉ែបងប្អូនឲ្យចេះឲ្យដឹងទាំងអស់គ្នាអញ្ចឹងហើយបានសូមពុកម៉ែបងប្អូនកុំភ្លេចជួយ share ម្នាក់មួយទៅនឹងឲ្យមុនបញ្ចប់ខ្ញុំរាប់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាទៅវាមាន12មុខគ្រប់មែនអត់ពុកម៉ែបងប្អូនចាំផ្ទៀងណាបាទស្លឹកតបែក1ស្មៅជើងក្រាស់2ប្រក្លប3ស្លឹកអាស័យ4ត្រពាំងបាយជូរ5ក្តក្តិលម្នាស់6ដាតគោ7តដិត8លក្រីក្រហម9ពេញប៉ោះស្រោម10ក្តថ្នោត11ក្តរំជែក12សរុបទៅ12មុខពុកម៉ែបងប្អូនអាចស្កប់រាប់មើលទៅណាពុកម៉ែបងប្អូនណាវាមាន12មុខត្រឹមត្រូវអញ្ចឹងពុកម៉ែបងប្អូនយកទាំងអស់នឹងមកកច្រាំហាលស្ងួតហើយចាប់មួយមុខឲ្យស្មើគ្នាហើយដាំទឹកហូបពុកម៉ែបងប្អូនណាធានាថាជាតែម្ដងនឹងជាគេរបស់ដូនតាខ្មែរយើងដែលលោកបន្សល់ទុកឲ្យយើងហើយចឹងហើយខ្ញុំនឹកឃើញថាបើអត់ពីខ្ញុំទៅបើខ្ញុំមិនបង្ហោះបង្ហាញជូនបងប្អូនទេឆ្នាំទាំងអស់នេះនឹងទៅតាមខ្ញុំហើយអញ្ចឹងខ្ញុំមិនឲ្យទៅតាមខ្ញុំទេខ្ញុំទុកបងប្អូនចំនួនក្រោយបានចេះបានដឹងចឹងហើយពុកម៉ែបងប្អូនកុំភ្លេចជួយ share ណាពុកម៉ែបងប្អូន share ចែកនេះចេះចែកហ្នឹងទៅបាទមានតែប៉ុណ្្នឹងទេចុងក្រោយខ្ញុំបាទតាចបៃកូនអ្នកចំការសូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់បានក្តីសុខក្តីចម្រើនរោគស៊ីមានបានឈ្នះអស់សត្រូវគ្រប់ទិសទីបាទនៅពេលខ្ញុំបាទកូនអ្នកចំការតាចបៃបាទសូមអរគុណសូមគោរពលាពុកម៉ែបងប្អូនបាទអរគុណច្រើន